បាទជំរាបសួរពុកម៉ែបងប្អូនខ្ញុំម្ចាស់ Facebook ហ៊ូតុងដែលមានលេខ Telegram 088 32 132 47បាទនៅរតនគិរីមានលក់ឃ្មុំធម្មជាតិត្បូងធម្មជាតិរតនគិរីបាទមកពេលយប់ដោយសារគាត់ទៅរោផ្លូវឆ្ងាយជិះរាប់ម៉ោងបាទដល់អញ្ចឹងទៅអ្នកខ្លះចេះឆ្ងល់ហើយមិនខាងខ្ញុំចេះតែថតទៅពេលយប់មកដល់យប់ពូតយប់អញ្ចឹងថតយប់ហើយបងប្អូនបាទនេះលឿងល្អណាស់បាទហើយឃ្មុំធម្មជាតិខ្ញុំធ្លាប់បានប្រាប់ហើយតែខុសសម្បុកខុសតំបន់ព្រៃគឺខុសលំអងផ្កាតែឃ្មុំដែលបឺតមកគឺវាខុសពណ៌ដែរបាទអញ្ចឹងខាងខ្ញុំលក់ដោយភាពស្មោះត្រង់ទំនុកចិត្តគុណភាពបាទទីតាំងផ្ទាល់នៅរតនគិរីបាទហើយខ្ញុំមានការបង្ហោះលក់នៅក្នុង YouTube និង Facebook បាទហើយខ្ញុំលក់ទឹកឃ្មុំនេះតែរដូវប្រាំងទេខែដែលមានគុណភាពឱសថល្អខែវស្សាខ្ញុំអត់មានលក់ទេបងប្អូនចំណែកត្បូងធម្មជាតិខ្ញុំលក់អត់មានគិតខែថ្ងៃទេដោយសារនោះវារដូវណាកាលពេលណាក៏នៅតែល្អតែទឹកឃ្មុំធម្មជាតិបើរដូវវស្សាវាអត់ល្អទេបាទចង់បញ្ជាក់អញ្ចឹងមើលទឹកឃ្មុំបន្តទៀតបាទនេះលឿងអត់តោះហ្មងបាទលឿងឆ្អិនឆ្អៅហ្មងនេះបើពេលថ្ងៃបានមើលឃើញច្បាស់លឿងឆ្អិនឆ្អៅហ្មងបាទហើយបងប្អូនខ្លះតែងតែឆ្ងល់ថាទិញខែមុនពណ៌នេះដល់ទិញខែនេះពណ៌នោះអញ្ចឹងបាទជាក់ស្ដែងឃ្មុំធម្មជាតិវាអាស្រ័យលើលំអងផ្កាហើយផ្កាវាអត់មានផ្កាមកប្រភេទនឹងរីករហូតណាបាទន័យថាវារីកផ្លាស់វែនហើយដូចយើងដាំផ្កាអញ្ចឹងបាទផ្កានៅផ្ទះយើងសបោដោយផ្កាពណ៌នេះទៅផ្ទះគេពណ៌នោះទៅបាទអញ្ចឹងអាឃ្មុំអេព្រៃអញ្ចឹងណាតំបន់ព្រៃខ្លះវាមានផ្កាពកតំបន់ព្រៃនោះផ្កាផ្សេងគ្នាអញ្ចឹងទៅខុសតំបន់គឺខុសលំអងផ្កាគឺខុសពណ៌ទឹកឃ្មុំដែរមកប្រភពនៃពណ៌វាគឺអាស្រ័យលំអងផ្កានឹងឯងអញ្ចឹងបងប្អូនចាប់អារម្មណ៍កុំភ្លេចបាទតាមដានសិនណាក្នុង YouTube ក៏បាន Facebook ក៏បាន Facebook ហ៊ូតុងហើយលេខ Telegram 088 32 132 47បាទទីតាំងក្រុងបានលុងតល់ខេត្តរតនគិរីបាទសូមអរគុណ